បន្ទាប់ពីជីកបានមកសបកឥឡូវលទ្ធផលយើងបានប៉ុណ្ណឹងតែละហត់សុំសម្រាប់ទីសិនសហហត់ជីកម្នាក់ឯងសួនដែលយើងតំតារៀបចំហើយការក៏អត់តន់ដុសស្អាតដែរដៃពុំក៏អត់បានយករៀបចំទៅវិញចឹងយើងដើរចេញពីហាងមកយើងមកដល់កញ្ចក់នេះកញ្ចក់ហ្នឹងមានសួនដើរត្រឡប់ទៅវិញយើងអាចដើរទៅមើលអាងត្រីនៅកន្លែងនេះបាទចាំមើលមើលតើលទ្ធផលយ៉ាងហ្នឹងជីកបានប៉ុណ្ណាបានប្រហែល200ហត់ឥឡូវអាងត្រីយើងជីចេញទឹកប៉ះចំខ្សែភ្លើងមួយទៀតយេនេះយកពេលដាក់វីឌីពេលហើយយើងដាក់ break ទៅហើយយើងដាក់ស៊ីម៉ងពេញទៅគឺមិនណៃទឹកវាលិចពេញហ្នឹងយេណានេះអាងត្រីយើងពីត្រឹមនេះទៅដល់កន្លែងបកីនេះណាយកវាណានិយាយមែនអាហ្នឹងទៅយកខ្សែភ្លើងទៅមែនទេទឹកភ្លៀងមិនតំតែភ្លៀងហើយទេសភាពផ្ទះពេលល្ងាចហូមកាហ្វេថ្ងៃឡើងបងប្អូនធ្វើដំណើរតាមផ្លូវជាតិ 6A បងប្អូនចង់ចូលញ៉ាំកាហ្វេមានទេសភាពស្រស់ស្អាតអីបងប្អូនអាចអញ្ជើញមកហូមកាហ្វេបានយើងមានកាហ្វេមានបាយម្ហូបកំងនៅលើផ្លូវ 6A បងប្អូនអញ្ជើញមកដល់គីឡូផ្លូវលេខ38មកឃើញអាហារដ្ឋានហូមកាហ្វេអរគុណច្រើនចាំថ្ងៃស្អែកចាំបន្តជីកអាងចន្ទ្រីបន្តទៀតហត់